សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងតិនហ្វីនៅត្រង់វីដេអូនេះយើងនឹងនិយាយអំពីបទពិសោធន៍និងក្បួនតម្រាដែលបុរាណអាចារ្យតែងតែប្រដៅនេះគឺជាយុទ្ធសាស្ត្រនិងជំហាននីមួយៗរបស់យើងក្នុងការពារស្ថានភាពដ៏មានសំណាងបែបនេះ 1. វិជានិយាយសម្ដីជាមុនតែងតែមានជ័យនៅពេលដែលអ្នកមានបុណ្យឬអ្នកមានគុណដោយចៃដន្យដូចជាក្នុងវិធីជប់លៀងហាងកាហ្វេឬកន្លែងសាធារណៈក្បួន3សស្ងប់សង្កេតសម្ដីកុំភ័យអហួសហេតុត្រូវរក្សាភាពស្ងៀមស្ងាត់សង្កេតកលៈទេសៈតើគាត់កំពុងរវល់ខ្លាំងទេឬក៏រួចទើបយើងនិយាយសម្ដីទៅកាន់គាត់ការប្រើប្រាស់សម្ដីទឹកត្រជាក់ប្រើភាសាផ្អែមល្ហែមតែមិនអែបអបឧទាហរណ៍ជំរាបសួរលោកគ្រូលោកអ៊ំកូនពិតជាមានសំណាងណាស់ដែលជួបលោកក្នុងថ្ងៃនេះកូនតែងតែចង់ចាំដំបូន្មានរបស់លោកជានិច្ចទោះបីបានជួបដោយផ្ទាល់កន្លែងមកក៏ដោយសិល្បៈនៃការស្ដាប់មនុស្សមានបុណ្យចូលចិត្តអ្នកដែលចេះស្ដាប់ច្រើនជាងអ្នកដែលនិយាយអួតពីខ្លួនឯងទុកឲ្យគាត់អ្នកផ្ដល់ដំបូន្មានរួចចាំឆ្លើយដោយភាពឆ្លាតវៃ 2. ទទួលការពិតដែលអ្នកមានបុណ្យសន្តោសប្រណីការសន្តោសប្រណីមិនមែនបានមកពីការអង្វរទេប៉ុន្តែបានមកពីចរិតលក្ខណៈបង្ហាញភាពជាមនុស្សតូចតាចតែមានមហិច្ឆតាឲ្យគេឃើញថាអ្នកជាមនុស្សបន្ទាបខ្លួនតែមានឆន្ទៈខ្ពស់ក្នុងការរៀនសូត្រនិងចង់ជួយសង្គមជាតិឬអង្គភាពស្មោះត្រង់ជាអាវុធបើអ្នកមានបញ្ហាឬត្រូវការជំនួយត្រូវនិយាយដោយស្មោះត្រង់ថានឹងបង្ហាញផែនការដែលបានខិតខំធ្វើរួចហើយមិនមែនទៅដោយទទេនោះទេមនុស្សមានបុណ្យសន្តោសដល់មនុស្សដែលជួយខ្លួនឯងជាមុនការដឹងគុណមិនចេះតែប្រែប្រួលនោះទេទោះបីគាត់មិនទាន់ជួយអ្វីក៏ដោយក៏ត្រូវបង្ហាញការគោរពជានិច្ចទឹកចិត្តទិញបានដោយទឹកចិត្ត 3. ការរៀបចំខ្លួនសម្រាប់ការតែងតាំងឲ្យកាន់កិច្ចការធំនៅពេលដែលអ្នកត្រូវបានគេឃើញនិងផ្ដល់ឱកាសឲ្យកាន់ការងារធំបទពិសោធន៍ជាក់ស្ដែងដែលត្រូវធ្វើនោះគឺកុំអាលអហួសហេតុពេកតែត្រូវតក់ស្លុតនឹងទំនួលខុសត្រូវនៅពេលដែលទទួលការតែងតាំងត្រូវតែបង្ហាញស្មារតីទទួលខុសត្រូវកូនខ្ញុំបាទពិតជាមានកិត្តិយសនិងដឹងពីទម្ងន់ភារកិច្ចនេះកូននឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីកុំឲ្យលោកអ្នកមានបុណ្យខកបំណងយុទ្ធសាស្ត្រកសាងសមិទ្ធផលបានលឿនក្នុងរយៈពេល90ថ្ងៃដំបូងត្រូវឲ្យឃើញបញ្ហាតូចៗងាយដោះស្រាយដើម្បីបង្ហាញលទ្ធផលឲ្យអ្នកមានបុណ្យឃើញថាគាត់ជ្រើសរើសយើងពិតជាមិនខុសបំណងនោះទេការសម្ងាត់និងភាពស្មោះត្រង់កាន់កិច្ចការធំត្រូវចេះលាក់ការសម្ងាត់ភាពស្មោះត្រង់ចំពោះអ្នកដែលលើកដំកើងយើងគឺជាខែលដែលការពារតំណែងយើងឲ្យគង់វង្សយូរអង្វែងគន្លឹះមាសសម្រាប់ការអនុវត្តឬក៏ជាបទពិសោធន៍កាលណាជួបអ្នកមានបុណ្យត្រូវយកវិជ្ជាទៅបង្ហាញកាលណាជួបអ្នកមានគុណត្រូវយកទឹកចិត្តទៅសងកាលណាទទួលបានតំណែងត្រូវយកលទ្ធផលទៅបញ្ជាក់វីដេអូនេះមានត្រឹមតែប៉ុណ្ណេះសូមជួយ Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងសូមអរគុណហើយក៏សូមគោរពលា